ខ្ញុំនៅតែជឿលើការខិតខំប្រឹងប្រែងហើយនឹងការព្រមទទួលយកមិនថាការធ្វើកិច្ចការងារអីទេវាបានល្អនិងក៏មានអ្វីដែលវាមិនជាទីគាប់ចិត្តដែរដែលខ្ញុំអត់ចង់ប្រើភាសាបរាជ័យប៉ុន្តែអ្វីទាំងអស់គឺវាជាបទពិសោធន៍ហើយនឹងមេរៀនអញ្ចឹងបើសិនជាយើងកំពុងតែជួបឧបសគ្គកំពុងតែជួបបញ្ហាកំពុងតែដល់ផ្លូវតលមួយពិបាកដោះស្រាយណាត្រូវត្រឡប់មកអង្គុយគិតវិញចារៀនសូត្រពីអ្វីដែលយើងបានបង់លុយបង់ពេលវេលាបង់កម្លាំងកាយចិត្តរៀនវាហើយចាអញ្ចឹងអ្វីទាំងអស់ដែលយើងឆ្លងកាត់វាគឺជាមេរៀនវាមិនមែនជាកន្លែងទីបញ្ចប់នៃការធ្វើអ្វីមួយឬក៏ការសម្រេចចិត្តទេអញ្ចឹងបើកចិត្តទទួលយកហើយរៀនពីវាមានអីដែលយើងអាចចាប់ផ្ដើមសារជាថ្មីមានអីដែលយើងត្រូវកែតម្រូវវាផ្លាស់ប្ដូរវាឬក៏ឈប់ធ្វើវាតែម្ដងអញ្ចឹងបើសិនជាបងប្អូនដែលកំពុងតែអត់ផ្លូវតល់ដែលពិបាកគិតអាចដកឃ្លាមកឆ្លោះប្រចាំងពីបទពិសោធន៍កន្លងមកហើយទទួលយកវាដែលរីករាយរៀនសូត្រពីវាធ្វើវាឲ្យคล้ายទៅជាចំណុចនៃការចាប់ផ្ដើមថ្មីមួយដ៏អស្ចារ្យសម្រាប់រឿងថ្មីបើសិនជាទាំងអស់គ្នាចូលចិត្តនិងស្រឡាញ់ជាមួយនឹងការចែករំលែករបស់ខូចស្មីក៏ដូចជាអចលនទ្រព្យអាចចូលទៅ follow page ខូចស្មីទាំងអស់គ្នាសូមអរគុណជួបគ្នានៅក្នុងคลิปវីដេអូក្រោយបាយបាយ